សួស្តីអ្នកនរគ្នាខ្ញុំឆ្ងល់អត់ Wait, ថាតើនៅពេល what? ដែលយើងប្រើ browser ដូចជា Google Safari ដើម្បី search រកអ្វីដែលយើងចង់ដឹងអំពី website ណាមួយគឺតែងតែឃើញពាក្យថា HTTPS តើ HTTPS នេះគឺវាជាអ្វីហើយវាដំណើរការយ៉ាងម៉េចហើយវាមានសារៈប្រយោជន៍អ្វីខ្លះ HTTPS ឬក៏មកពីពាក្យពេញថា Hypertext Transfer Protocol Success វាគឺជាកំណែសុវត្ថិភាពនៃ HTTP ដែលវាគឺជាវិធីការឬក៏ជា protocol ដែលទិន្នន័យត្រូវបានផ្ញើរវាង browser របស់យើងនិង website ដែលយើងបានភ្ជាប់ដើម្បីស្វែងរកអ្វីមួយនៅខាងចុងគឺមានពាក្យថា S ដែលវាមកពីពាក្យថា secure មានន័យថាទំនាក់ទំនងរវាងកម្មវិធី browser របស់យើងនិងគេហទំព័រត្រូវបាន encrypt ឬក៏ព័ត៌មានទាំងអស់របស់យើងត្រូវបានបំលែងជាលេខកូដសម្ងាត់ដែលមានតែ website ប៉ុណ្ណោះដែលអាចអានវាបានបើនិយាយសាមញ្ញទៅ HTTPS វាក៏ដូចជា HTTP ដែរប៉ុន្តែវាមាន log មួយចំនួនតែ log នេះគឺធានាថាមាននរណាម្នាក់អាចលួចចូលស្ដាប់ឬក៏ប្រស្រ័យទាក់ទងជាមួយនឹងគេហទំព័រឬក៏ website ដែលយើងបានភ្ជាប់ឬក៏រំខានទៅលើទិន្នន័យដែលយើងកំពុងតែផ្លាស់ប្ដូរនោះទេដំណើរការនៃ HTTPS គឺប្រើ SSL និង TLS ឬក៏មកពីពាក្យពេញថា Secure Socket Layer និង Transport Layer Security ដើម្បី encrypt ទំនាក់ទំនងរវាង browser និងម៉ាស៊ីនមេឬក៏ web server ហើយនេះគឺជាវិធីសាស្ត្រសាមញ្ញមួយចំនួនដែល HTTPS ដំណើរការទី1គឺ browser ស្នើសុំការតភ្ជាប់ដែលមានសុវត្ថិភាពនេះគឺនិយាយអំពីនៅពេលដែលយើងប្រើប្រាស់អាសយដ្ឋាន HTTPS ទៅក្នុង browser រករកតាមអ៊ីនធឺណិតរបស់យើង browser នឹងផ្ញើសំណើទៅកាន់ម៉ាស៊ីនមេឬក៏ web server ដើម្បីបង្កើតការតភ្ជាប់ដោយសុវត្ថិភាពទី2គឺការបង្ហាញសារនៃម៉ាស៊ីនមេ SSL TLS ដែលម៉ាស៊ីនមេឆ្លើយតបការផ្ញើសារ SSL TSL របស់វាទៅក្នុង browser ដែលសារនេះមានព័ត៌មានអំពីអត្តសញ្ញាណរបស់ម៉ាស៊ីនមេនិង public key របស់វាទី3គឺការរុករកនិងការទៀងទាត់សារគឺ browser ទៀងទាត់សុពលភាពនៃសារដោយពិនិត្យមើលថាតើវាត្រូវបានចេញដោយ CA ឬក៏ Certificate Authority ដែរឬទេប្រសិនបើសារនោះត្រឹមត្រូវ browser នឹងបន្តការភ្ជាប់ប៉ុន្តែបើមិនដូច្នោះទេបើសារនោះមិនត្រឹមត្រូវទេ browser នឹងបង្ហាញការព្រមានទៅកាន់អ្នកប្រើប្រាស់ឬក៏ user ទី4គឺការផ្លាស់ប្ដូរសុវត្ថិភាពដែល browser ជាមួយនឹងម៉ាស៊ីនមេត្រូវបានចរចា key សម្ងាត់មួយចំនួនដែលត្រូវបានចែករំលែកដោយម៉ាស៊ីនមេហើយ key នេះត្រូវបានប្រើដើម្បី encrypt ទំនាក់ទំនងជាបន្តបន្ទាប់ទី5គឺទំនាក់ទំនង encrypt ដែលទិន្នន័យទាំងអស់ដែលត្រូវបានផ្លាស់ប្ដូររវាង browser របស់យើងនិងម៉ាស៊ីនមេត្រូវបាន encrypt ដោយប្រើពាក្យសម្ងាត់ដែលបានចែករំលែកហើយនេះធានាថាមានតែ browser និងម៉ាស៊ីនមេប៉ុណ្ណោះដែលអាច decrypt ទិន្នន័យបានឬក៏អាចបំលែងពីពាក្យសម្ងាត់ឬក៏ភាសាកូដទៅជាពាក្យធម្មតាដែល user អាចមើលយល់បានសារៈប្រយោជន៍នៃការប្រើប្រាស់ HTTPS ទី1គឺ security គឺវា encrypt ទិន្នន័យដែលបានផ្លាស់ប្ដូររវាង user ជាមួយនឹង website ដែលការពារការលួចចូលស្ដាប់និងការវាយប្រហារដោយមនុស្សនៅកណ្ដាលឬក៏ man in the middle attack ដែលនេះវាមានសារៈសំខាន់ជាពិសេសនៅពេលដែលយើងបញ្ចូលព័ត៌មាន sensitive មួយចំនួនដូចជាពាក្យសម្ងាត់ព័ត៌មានលម្អិតនៃបណ្ណឥណទាននិងទិន្នន័យផ្ទាល់ខ្លួនជាដើមទី2គឺ integrity ដែល HTTPS ធានាថាទិន្នន័យដែលបានបញ្ចូលមិនត្រូវបានរំខាននៅក្នុងអំឡុងពេលឆ្លងកាត់វាការពារអ្នកវាយប្រហារពីការបញ្ចូលកូដដើម្បីព្យាបាទឬក៏អាចដើម្បីផ្លាស់ប្ដូរខ្លឹមសារនៃគេហទំព័រទី3គឺ authentication ដែល HTTPS ផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់គេហទំព័រដោយធានាថាអ្នកប្រើប្រាស់កំពុងតែភ្ជាប់ទៅកាន់គេហទំព័រស្របច្បាប់និងមិនមែនជាគេហទំព័រคล้ายៗនោះទេនេះត្រូវបានសម្រេចតាមរយៈការប្រើប្រាស់សារ digital ឬក៏ digital certificate ទី4គឺ SEO benefit ដែលម៉ាស៊ីនស្វែងរកដូចជា Google ផ្ដល់អាទិភាពដល់គេហទំព័រប្រើ HTTPS ដើម្បីផ្ដល់ឲ្យពួកគេនៅចំណាត់ថ្នាក់នេះមានន័យថាគេហទំព័រដែលមាន HTTPS ទំនងជាបានបង្ហាញខ្ពស់ជាងនៅក្នុងលទ្ធផលនៃការស្វែងរកទី5គឺ user trust ដែល HTTP បង្កើតការជឿទុកចិត្តជាមួយនឹងអ្នកប្រើប្រាស់ព្រោះវាបង្ហាញថាគេហទំព័រមានសុវត្ថិភាពនិងយកចិត្តទុកដាក់នៅលើឯកជនភាពរបស់ពួកគេយ៉ាងខ្លាំងនេះអាចនាំឲ្យមានការបង្កើនការចូលរួមនិងការប្រែចិត្តជឿភាពខុសគ្នារវាង HTTPS និង HTTP គឺ HTTPS គឺប្រើ encrypt ដើម្បីធានាការទំនាក់ទំនងរវាង browser ជាមួយនឹងម៉ាស៊ីនមេខណៈដែល HTTP មិនមាននោះទេតែនេះមានន័យថាទិន្នន័យដែលបានបញ្ចូលតាម HTTP គឺងាយរងគ្រោះក្នុងការលួចស្ដាប់ឬក៏ការវាយប្រហារផ្សេងៗ